ជំរាបសួរបងប្អូនយើងមកដល់ចកាតារៀន3ឆ្នាំកន្លះហ្នឹងហើយជាមួយតាមដានវិវត្តការខ្ញុំថតវគ្គមុនឥឡូវដល់ក្តាប់វាប៉ុណ្ណេះហើយយើងឃើញថាមួយដើមនេះសល់14ផ្លែគឺរួចផុតច្រើនហើយផ្លែវាទី1អែមហើយផ្លែនេះវាអត់ទាន់ដាក់សាច់ខ្លាំងណាយើងអត់បោះជីទេខណៈយើងបោះជីទៅផ្លែវារីកស្អាតហើយបងប្អូនមានចង្អុលឲ្យអាចសួរក្នុងវីដេអូនោះបានមកយើងហ៊ានធ្វើជាមួយគ្នាដើម្បីជោគជ័យទាំងអស់គ្នាព្រោះដំណាំតារៀនជាដំណាំមួយដែលពិបាកធ្វើតែក៏មិនពិបាកខ្លាំងដែរអត់តែយើងព្យាយាមយកចិត្តទុកដាក់ពីរបស់គាត់នេះគោលដៅគាត់សាក់យកផ្លែសិនតែអូខេមានថាគាត់ធ្វើបានជោគជ័យ 80% ໄວវាមិនហ្នឹងតោះឥឡូវយើងទៅមើលដើមផ្សេងហ្នឹងទៀតបាក់កាមេរ៉ាក្រោយម្ដងយើងឃើញអ្វីដែរយើងទប់ត្រួយឥឡូវត្រួយចាប់ផ្ដើមមកហើយនៅដើមនេះប្រហែលជាសល់ផ្លែច្រើនដើមនេះយើងរាប់ពីខមក2ដើមនេះសល់ជិត30ផ្លែតែគាត់នៅចំហុះទៀតប្រហែលជា30ផ្លែបងប្អូនមានថាវាអាចលើសកម្លាំងដើមតែយើងបោះជីក្រមញឹកទៅដើម្បីយកផ្លែច្រើនមកដើមនេះម្ដងដើមនេះក៏សល់ច្រើនដែរតែត្រួយយើងបញ្ហាគឺត្រួយចាប់ដើមចេញមកហើយសល់ច្រើនបងប្អូនមកវាអាចលើសសមត្ថភាពដើមហើយអញ្ចឹងអ្វីដែលត្រូវធ្វើត្រូវជំរុះខ្លះឬក៏មួយទៀតយើងអាចបោះជីក្រមញឹកទៅដើម្បីបំពន់ដើមយើងឲ្យមាំមួនវិញហើយមួយទៀតមេឃមិនប៉ុណ្ណេះយើងត្រូវការចងហើយអញ្ចឹងយើងត្រូវចងដើម្បីការពារភ្លៀងអីមកខ្យល់អីទៅវាជ្រុះឥឡូវយើងកន្លែងមកដើមផ្សេងទៀតមកដើមនេះក៏ហើបត្រួយខ្លាំងដែរដើមនេះសល់មកដើមនេះសល់គួរសមដែរអានេះចូលវ័យវគ្គនេះប្រហែលជាវ័យក្រមប្រហែលជា30-40ថ្ងៃអូខេអាសាហ្នឹងតារ៉េនសិត3ឆ្នាំដើមនេះទូចគេថាស្ទើទូចគឺគាត់អត់យកទេគេថាដើមនេះទូចតែនេះគាត់ទុកដែរមួយម៉ានផ្លែដើមនេះត្រួយចេញសាហាវតែយើងបានបិទវាកង្កុកហើយអូដើមនេះសល់10ផ្លែជាងដែរអនុមានក្រម5 10សល់16ផ្លែចាំមកនឹង3រាប់ទេបាទអរគុណបងប្អូនយើងមានវីដេអូថ្មីយើងចែកលេខថែមទៀត